សូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាចូលមកកាន់ podcast ព្រះច័ន្ទពណ៌ស្វាយបន្តពីខានជួបគ្នាប្រហែលជា 3-4 សប្តាហ៍ដោយសារតែការមមាញឹកក្នុងការងារនាងខ្ញុំពុំបានជួបជាមួយប្រិយមិត្តពេលខ្លះនឹកនៅក្នុងការថតជាសំឡេងហើយចែករំលែកនៅចំណេះដឹងជូនទៅកាន់ប្រិយមិត្តនៅក្នុងសប្តាហ៍ថ្ងៃនេះមិនចាំបាច់មានអ្នកជំនាញមកវាយតម្លៃយើងគ្រប់គ្នាក៏អាចនឹងមើលដឹងខ្លះៗពីបញ្ហាសុខភាពផ្លូវចិត្តដែលយើងកំពុងតែប្រឈមមុខដែរមែនទេមនុស្សភាគច្រើនធ្វើការហួសកម្លាំងនិងតានតឹងខ្លាំងពេកវាក៏អាចបណ្ដាលឲ្យមានជាជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភម្ដងម្កាលខ្លះដែរហើយបច្ចុប្បន្ននេះកំណើននៃអ្នកប្រឈមនឹងជំងឺនេះក៏កើនឡើងជាលំដាប់តែជាសំណាងល្អកន្លែងងាយស្រួលបំផុតមួយដើម្បីស្វែងរកការលួងលោមនោះគឺនៅលើតុអាហារដូចគ្នានឹងសុខភាពរាងកាយសុខភាពផ្លូវចិត្តរបស់អ្នកពឹងលើការទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវហើយថ្មីនេះការសិក្សាជាច្រើនរាប់មិនអស់បានបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងរបបអាហារនិងសុខុមាលភាពផ្លូវចិត្តសៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Drew Ramsey ដែលរៀបរាប់ពីជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភរបស់មនុស្សតែក៏ត្រូវបានជួសជុលមកវិញតាមរយៈរបបអាហារ podcast ព្រះច័ន្ទពណ៌ស្វាយសូមអនុញ្ញាតបង្ហាញខ្លឹមសាររបស់អេពីសូតទី8នេះគឺវគ្គញ៉ាំដើម្បីឈ្នះជំងឺបាក់ទឹកចិត្តសម្រាប់ប្រិយមិត្តដែលកំពុងតែមានការថប់បារម្ភការ stress ការបាក់ទឹកចិត្តតិចតួចឬក៏មានបញ្ហាខ្វាយខ្វល់ច្រើនគឺយើងអាចយកឈ្នះជំងឺនេះជាមួយនឹងការញ៉ាំប៉ុន្តែមិនមែនញ៉ាំដើម្បីបង្កើត stress ឬក៏បង្កើតការបាក់ទឹកចិត្តជាងមុនទេប៉ុន្តែញ៉ាំដោយត្រឹមត្រូវហើយញ៉ាំដោយលើកទឹកចិត្តនិងយកឈ្នះពីជំងឺមួយនេះដូច្នេះយើងចូលទៅស្វែងយល់ទាំងអស់គ្នាថាតើការញ៉ាំវាជួយជំងឺបាក់ទឹកចិត្តបានដោយរបៀបណាដើម្បីយកឈ្នះការថប់បារម្ភនិងការបាក់ទឹកចិត្តដោយការញ៉ាំគឺមានយុទ្ធសាស្ត្រចំនួន6ចំណុចទី1អាហារអាចជួយទប់ទល់នឹងជំងឺបាក់ទឹកចិត្តជាយូរណាស់មកហើយវាត្រូវបានគិតថាខួរក្បាលឈប់លូតលាស់ពេលដែលអ្នកចូលដល់វ័យជាមនុស្សធំផ្អែកតាមចិត្តសាស្ត្រអាហារូបត្ថម្ភរបបអាហារល្អគឺជាវិធីងាយមួយក្នុងការធ្វើឲ្យមានការបង្កើតថ្មីនៃដំណរប្រសាទហើយវាបន្ធូរបន្ថយបញ្ហាសុខភាពផ្លូវចិត្តរបស់យើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាអាហារគឺជាថ្នាំហើយដោយសារតែខួរក្បាលប្រើប្រាស់ 20% នៃបរិមាណកាឡូរីប្រចាំថ្ងៃរបស់អ្នកវាគ្រាន់តែជាហេតុផលដែលថាសារធាតុរ៉ែវីតាមីនខ្លាញ់និងប្រូតេអ៊ីនដែលអ្នកញ៉ាំប៉ះពាល់ដល់របៀបដែលវាដំណើរការញ៉ាំគឺជាវិធីមូលដ្ឋានបំផុតដែលអ្នកអាចថែរក្សារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃដូច្នេះវាសមហេតុផលថាអ្នកនឹងថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកតាមរបៀបដូចគ្នាសំខាន់យើងត្រូវការច្បាស់ពីអ្វីថាជាជំងឺបាក់ទឹកចិត្តនិងការថប់អារម្មណ៍ផ្អែកតាមការធ្វើវិនិច្ឆ័យនិងស្ថិតិនៃបញ្ហាផ្លូវចិត្តជំងឺបាក់ទឹកចិត្តគឺសម្ដែងចេញដោយអារម្មណ៍មិនល្អខ្វះថាមពលនិងមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ការថប់បារម្ភសម្ដែងចេញមកជាក្តីបារម្ភជ្រុលស្របនឹងការឆេវឆាវនិងមានបញ្ហានៅក្នុងការគេងទាំងអស់នេះគឺជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភការពិតទៅវាមានថ្នាំសម្រាប់ព្យាបាលរោគសញ្ញាទាំងនេះប៉ុន្តែការសិក្សាមួយដោយវិទ្យាស្ថានជាតិសម្រាប់សុខភាពផ្លូវចិត្តបានរកឃើញថា2/3នៃអ្នកចូលរួមមានអារម្មណ៍ថាមិនមានការធូរស្រាលពីថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តទាំងអស់នោះទេដូច្នេះដើម្បីយកឈ្នះជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភវិធីសាស្ត្រផ្សេងគឺត្រូវការជាចាំបាច់វិធីសាស្ត្រមួយដែលជួយគ្រប់គ្រងរោគសញ្ញាតាមរយៈការរួមបញ្ចូលគ្នានៃការព្យាបាលដោយការនិយាយនិងកែប្រែរបបអាហារនិងទម្លាប់ហាត់ប្រាណរបស់អ្នកនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះជំងឺនេះទី2ការផ្លាស់ប្ដូររបៀបរស់នៅជួយឲ្យខួរក្បាលអ្នកលូតលាស់ខណៈពេលដែលអ្នកកើតមកជាមួយនឹងសំណុំសែនជាក់លាក់មួយបទពិសោធន៍
និងជំរើសរបៀបរស់នៅរបស់អ្នកដូចជារបបអាហារនិងការធ្វើលំហាត់ប្រាណជាដើមសុទ្ធតែធ្វើការដើម្បីផ្លាស់ប្ដូរសែនរបស់អ្នកក្នុងការឆ្លើយតបទៅនឹងបរិស្ថានរបស់អ្នកតំបន់មួយនៃខួរក្បាលដែលរងផលប៉ះពាល់ដោយការធ្លាក់ទឹកចិត្តគឺ hippocampus ដែលជាមជ្ឈមណ្ឌលចងចាំរបស់ខួរក្បាលជាផ្នែកមួយនៃប្រព័ន្ធអវយវៈរបស់អ្នកដែលគ្រប់គ្រងការឆ្លើយតបអារម្មណ៍វាអាចត្រូវបានរំខានដោយជំងឺអារម្មណ៍វិធីមួយផ្សេងទៀតដើម្បីជួយទ្រទ្រង់សុខភាពខួរក្បាលគឺកាត់បន្ថយការរលាកគឺមិនអាក្រក់ទេវាគ្រាន់តែជាការឆ្លើយតបប្រព័ន្ធភាពស៊ាំរាងកាយប៉ុន្តែភាពតានតឹងរ៉ាំរ៉ៃជាតិពុលនិងអតុល្យភាពអរម៉ូនអាចនាំទៅកាន់ការកើននៃម៉ូលេគុលរលាកដែលធ្វើឲ្យបំផ្លាញសកម្មភាពធម្មតានិងនាំឲ្យកើតជាជំងឺធ្លាក់ទឹកចិត្តផ្ទុយទៅវិញអ្នកអាចជួយកោសិកាឆ្លើយតបនឹងការរលាករ៉ាំរ៉ៃដោយបំពេញចានរបស់អ្នកទៅដោយអាហារនិងបន្លែចម្រុះពណ៌អាហារសមុទ្រនិងអាហារសម្បូរម៉ាញ៉េស្យូមដូចជាផ្លែបឺរនិងសូកូឡាខ្មៅទី3ក្រពះពោះវៀនល្អគឺសម្រាប់ផ្លូវចិត្តល្អតើអ្នកធ្លាប់មានអារម្មណ៍ថាដូចជាអន់ចិត្តទេបើដូច្នេះវាហាក់ដូចជាចេញពីក្នុងក្រពះពោះវៀនរបស់អ្នកជាការពិតពោះវៀនរបស់អ្នកមានសារៈសំខាន់មិនគួរឲ្យជឿក្នុងដំណើរការប្រចាំថ្ងៃរបស់អ្នកនោះដោយសារតែកោសិកាប្រសាទជាច្រើននៅក្នុងក្រពះគឺវាតែងតែផ្ញើសារទៅកាន់ខួរក្បាលឧទាហរណ៍ឲ្យដឹងថាអ្នកបានញ៉ាំឆ្អែតហើយឬក៏អ្នកឃ្លានអញ្ចឹងជាដើមទៅតែពេលដែលក្រពះពោះវៀនមិនដំណើរការល្អទំនាក់ទំនងក្រពះទៅកាន់ខួរក្បាលគឺក៏រងគ្រោះថ្នាក់ផងដែរការសិក្សាទៅលើសត្វបង្ហាញថាមុខងារប្រព័ន្ធក្រពះពោះវៀនដែលមានកម្រិតនាំទៅកាន់ stress និងភាពភ័យខ្លាចកម្រិតខ្ពស់ហើយក៏ដូចជាបញ្ហានៃការយល់ដឹងសញ្ញាទាំងនេះគឺស្រដៀងទៅនឹងអ្នកដែលរងគ្រោះដោយសារតែថប់បារម្ភឬក៏បាក់ទឹកចិត្តដើម្បីរក្សាឲ្យក្រពះពោះវៀនមានសុខភាពល្អអ្នកត្រូវរក្សាមីក្រូប៊ីយ៉ូមឲ្យមានសុខភាពល្អនោះស្ដាប់ទៅគួរឲ្យខ្លាចតែបាក់តេរីនៅក្នុងក្រពះពោះវៀនអ្នកចង់ឲ្យអ្នកមានសុខភាពល្អវាគ្រាន់តែនៅជាមួយអ្នកដោយមិនអស់ថ្លៃវាជួយសំយោគសារធាតុចិញ្ចឹមនិងបំបែកអាហារបើមិនមានពួកគេទេអ្នកមិនអាចមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនិយាយរួមវាប្រៀបធៀបដូចជាយើងនឹងត្រូវចិញ្ចឹមបាក់តេរីនៅក្នុងក្រពះពោះវៀនរបស់យើងអញ្ចឹងត្រឡប់ទៅទសវត្សរ៍ឆ្នាំ1960អ្នកស្រាវជ្រាវបានបង្កើតទំនាក់ទំនងរវាងអារម្មណ៍និងបាក់តេរីនៅក្នុងពោះវៀននៅពេលពួកគេចាប់ផ្ដើមប្រើសត្វកណ្ដុរដែលគ្មានមេរោគក្នុងការសិក្សារបស់ពួកគេសត្វកណ្ដុរទាំងនេះដែលមិនមានបាក់តេរីនៅក្នុងប្រព័ន្ធខួរក្បាលរបស់ពួកគេមានសុខភាពរាងកាយល្អប៉ុន្តែពួកគេក៏មានបញ្ហាក្នុងការឆ្លើយតបទៅនឹងស្ថានភាព stress ផងដែរដូចជាត្រូវបានផ្លាស់ទីទៅកាន់កន្លែងរស់នៅដែលមិនធ្លាប់ស្គាល់បញ្ហាដូចគ្នាកើតមានឡើងនៅលើមនុស្សដូចគ្នាដែរការវិភាគលើអ្នកជំងឺដែលរងគ្រោះដោយជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនិងថប់បារម្ភគឺត្រូវបានរកឃើញថាអ្នកដែលមានមីក្រូប៊ីយ៉ូមតិចមានសញ្ញាធ្ងន់ជាងហើយអ្នកដែលមានមេរោគបាក់តេរីច្រើនគឺទៅជាមានរោគសញ្ញានឹងឆាប់បាត់ទៅវិញទី4រកអាហារដែលអ្នករីករាយនឹងញ៉ាំការញ៉ាំអាហារទប់ទល់នឹងជំងឺបាក់ទឹកចិត្តមិនមែនមានន័យថាពឹងផ្អែកលើអាហារអស្ចារ្យឬក៏ធ្វើរបបអាហារតឹងរឹងទេជំនួសមកវិញអ្នកនិពន្ធចែកក្រុមជាក្រុមអាហារសុខភាពខួរក្បាលល្អក្រុមអាហារសម្បូរដោយសារធាតុចិញ្ចឹមដើម្បីឲ្យងាយស្រួលបន្ថែមទៅក្នុងរបបអាហារប្រភេទគឺបត់បែនផងដែរមិនថាអ្នកជាអ្នកបួសឬអ្នកដែលញ៉ាំរើសអ្នកក៏នៅតែអាចប្រើវាជាអ្នកដឹកនាំផ្លូវហើយមិនមានអ្វីត្រូវការគិតលើអាហារដែលមានសារធាតុចិញ្ចឹមនោះទេគ្រាន់តែរើសអ្វីដែលអ្នកចូលចិត្តញ៉ាំទៅបានហើយនោះអ្នកនឹងទទួលសារធាតុចិញ្ចឹមដែលអ្នកត្រូវការប្រភេទទី1គឺប្រភេទស្លឹកបៃតងអាហារទាំងនេះមិនត្រឹមតែសម្បូរសារធាតុចិញ្ចឹមមិនគួរឲ្យជឿប៉ុណ្ណោះទេប៉ុន្តែក៏មានច្រើនប្រភេទផងដែរហើយអ្នកអាចរីករាយជាមួយនឹងវានៅក្នុងសាឡាត់សាច់ចៀនបំពងឬក៏ទឹកក្លុក
ប្រភេទបន្ទាប់គឺជាប្រភេទចម្រុះពណ៌ផ្លែឈើគ្រប់ពណ៌និងបន្លែដូចជាប៉េងប៉ោះ ម្រេច ប្រូកូលី ខាត់ណា ត្រប់ ស្ពៃក្តោបនិង berry ហើយផ្លែបឺរគឺសំខាន់ដោយសារតែវាមានជាតិខ្លាញ់ល្អមានជាតិកាកសរសៃនិងប៉ូតាស្យូមប្រភេទអាហារសមុទ្រអាចល្អសម្រាប់មនុស្សមួយចំនួនដោយសារតែវាមានអូមេហ្គា 3 ដែលសំខាន់ក្នុងការស្វែងរកមាននៅជម្រើសជាច្រើនតាំងពីត្រីឬក៏ត្រីសាម៉ុនរហូតដល់ oyster ដូច្នេះវាទំនងជាអ្នកនឹងរកឃើញនៅអ្វីដែលអ្នកពេញចិត្តញ៉ាំហើយអ្នកញ៉ាំនៅប្រភេទទាំងអស់នោះគ្រាប់ធញ្ញជាតិវិញក៏ជាប្រភេទងាយនៅក្នុងការបញ្ចូលទៅកាន់របបអាហារផងដែរដូចជានៅលើអាហារសម្រន់ជាដើមវាល្អនៅក្នុងទឹកជ្រលក់និងសាឡាត់ពេលដែលនិយាយដល់ប្រភេទសាច់ស្វែងរកសាច់ដែលចិញ្ចឹមដោយប្រើស្មៅវាមិនត្រឹមតែល្អសម្រាប់បរិស្ថានទេវាក៏មានកាឡូរីតិចហើយមានសារធាតុចិញ្ចឹមច្រើនផងដែរដូចជាសាច់គោជាដើមចំណែកស៊ុតជាប្រភេទនៃប្រូតេអ៊ីនល្អសម្បូរជីវជាតិនិងអាចមានលទ្ធភាពទិញញ៉ាំដោយសារតែវាមានតម្លៃធូរផលិតផលទឹកដោះគោមិនសូវជាមានតម្រូវការទេបើអ្នកមិនចូលចិត្តទឹកដោះគោទេអ្នកអាចផ្ដល់ឲ្យក្រពះពោះវៀនអ្នកនៅបាក់តេរីល្អទាំងនោះដោយញ៉ាំអាហារផ្អាប់ដូចជាគីមជីឬក៏ស្ពៃជ្រក់អីជាដើមប្រភេទចុងក្រោយគឺសូកូឡាខ្មៅវាមិនត្រឹមតែឆ្ងាញ់ហើយការសិក្សាមួយនៅក្នុងការស្ទង់មតិបានបង្ហាញថាការញ៉ាំសូកូឡាខ្មៅច្រើននឹងបន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្តផងដែរទី5វិធីដែលត្រូវជាមួយនឹងអ្នកគឺជាវិធីដែលល្អបំផុតវាដល់ពេលហើយដែលត្រូវទទួលស្គាល់ជាក់ស្ដែងនៅក្នុងការផ្លាស់ប្ដូររបបអាហាររបស់អ្នកថាវាគឺពិតជាសំខាន់ណាស់សម្រាប់អ្នកចាប់ផ្ដើមដំបូងប្រភពអនឡាញផ្ដល់ឲ្យចេញនៅព័ត៌មានចម្រូងចម្រាសជាច្រើនហើយការឆ្លងកាត់វាទាំងអស់អាចជាសុបិនអាក្រក់លើសពីនេះសារនៃរបបអាហារទាំងអស់នេះហាក់ដូចជាបង្ហាញថាអ្នកកំពុងញ៉ាំខុសប្រសិនបើអ្នកទទួលរងពីជំងឺបាក់ទឹកចិត្តឬក៏ការថប់បារម្ភសារប្រភេទនោះមិនពិតជាជំរុញទឹកចិត្តនោះទេវាមានគំនិតហួសសម័យជាច្រើននៅក្នុងនោះផងដែរឧទាហរណ៍អ្នកជំងឺម្នាក់បានញ៉ាំសាឡាត់ដែលខ្លះសេក្នុងទឹកកកជាច្រើនដែលជាមូលដ្ឋានវាគ្មានសារធាតុចិញ្ចឹមទេពីព្រោះតែនាងត្រូវការថែរៀងហើយនឹងចង់ឃើញចង្កេះដ៏ស្ដើងនិងតូចរបស់នាងដែលបង្ហាញថានាងនឹងមានសុខភាពល្អមុននឹងទៅឆ្ងាយជាងនេះប្រើពេលមួយផ្លែតដើម្បីរំលឹកខ្លួនអ្នកពីហេតុផលដែលអ្នកដើរលើដំណើរនេះតាំងពីដំបូងសួរខ្លួនអ្នកហេតុអ្វីខ្ញុំមកទីនេះអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើប្រធានបទនេះសរសេរពីក្តីបារម្ភពីសុខភាពផ្លូវចិត្តនិងសួរខ្លួនអ្នកតើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការផ្លាស់ប្ដូរសូមគិតពីទំនាក់ទំនងអ្នកជាមួយនឹងរបបអាហារតើការញ៉ាំធ្វើឲ្យអ្នកខ្មាស់គេទេសរសេរពីប្រវត្តិនិងទម្លាប់ជាមួយអាហាររបស់អ្នកសួរសំណួរដូចជាថាតើគ្រួសាររបស់ខ្ញុំញ៉ាំជុំគ្នាអត់តើអាហារដែលខ្ញុំញ៉ាំជាអ្វីដែលខ្ញុំត្រូវការពេលដែលខ្ញុំនៅក្មេងមែនតើខ្ញុំនឹងញ៉ាំនៅខាងក្រៅច្រើនជាងចម្អិនខ្លួនឯងនៅផ្ទះឬក៏យ៉ាងណាសូមស្វែងរកទម្លាប់ញ៉ាំអាហារដែលនឹងជួយឲ្យអ្នករកទាំងឧបសគ្គនិងឱកាសពេលដែលអ្នកពិចារណាលើកម្លាំងជំរុញចិត្តរបស់អ្នកហើយអ្នកអាចចាប់ផ្ដើមបោះជំហានតូចៗដែលនឹងនាំអ្នកទៅកាន់ការផ្លាស់ប្ដូរដ៏ធំមួយតាមរយៈការកំណត់និងសម្រេចគោលដៅតិចតួចអ្នកនឹងកាន់តែជំរុញចិត្តទៅការរៀនអ្វីថ្មីៗជាច្រើនទៀតនៅក្នុងជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភយើងតែងតែភ្លេចធ្វើល្អជាមួយនឹងខ្លួនឯងដូចនេះរាល់ពេលដែលអ្នកបន្ថែមអាហារថ្មីទៅក្នុងរបបអាហាររបស់អ្នកឬរៀនចម្អិនអាហារថ្មីហើយអបអរខ្លួនអ្នកចាំថាវាមិនមែនជាផែនការអាហារតឹងតែងទេមិនមែនអ្នកត្រូវការញ៉ាំមាន់បំពងរាល់ពេលទេវាជាការស្វែងរកអាហារដែលអ្នកចូលចិត្តពិតប្រាកដហើយរកនៅចំណុចខ្លាំងថ្មីនៅក្នុងខ្លួនឯងឬក៏ការពិតដែលអ្នកចូលចិត្តម្ហូបមួយនោះប្រកាន់ភ្ជាប់ទៅនឹងគោលដៅដែលអ្នកអាចធ្វើបាននិងយូរទៅសម្លឹងមើលការឈ្នះតូចៗដែលបន្ថែមទៅលើការផ្លាស់ប្ដូរជានិរន្តរ៍នឹងទទួលបានស្ថានភាពចិត្តល្អប្រសើរចំណុចចុងក្រោយទី6រៀបចំផ្ទះបាយរបស់អ្នកដើម្បីកំណត់ភាពជោគជ័យឥឡូវអ្នកបានរៀបចំផ្លូវចិត្តសម្រាប់ញ៉ាំអាហារសុខភាពហើយវាជាពេលដែលអ្នកចាប់ផ្ដើមចម្អិនផងដែរប៉ុន្តែចាំមើល
តើអ្នកមានគ្រឿងផ្សំទាំងអស់ដែលអ្នកត្រូវការទេតើផ្ទះបាយរបស់អ្នកជាកន្លែងធ្វើការដែលមានស្តុកពេញលេញឬគ្រាន់តែជាបន្ទប់ដែលផ្ទុក microwave របស់អ្នកហើយសំខាន់តើអ្នកចេះធ្វើម្ហូបដែរឬទេប្រសិនបើអ្នកឆ្លើយថាទេចំពោះសំណួរទាំងនេះសូមកុំបារម្ភសូមចាំថានេះគឺជាដំណើរការយឺតនិងទន់ភ្លន់មិនចាំបាច់មានអារម្មណ៍ភិតភ័យទេអ្នកពិតជាមិននៅទីនោះម្នាក់ឯងឡើយអ្នកបានធ្វើការងារជាច្រើនដើម្បីត្រៀមសម្រាប់របៀបរស់នៅថ្មីរបស់អ្នករៀបចំផ្ទះបាយគឺជាចំណុចសាមញ្ញសូមកុំឲ្យដំណាក់កាលចុងក្រោយនេះទាញអ្នកថយក្រោយឲ្យសោះដំបូងត្រូវទិញរបស់ដាក់ផ្ទះបាយអ្វីជាឧបករណ៍ដែលអ្នកត្រូវទៅរកហើយអ្វីដែលអ្នកមានស្រាប់តើអាហារប្រភេទណាដែលអ្នកតែងតែមានតើធ្នើគ្រឿងទេសយ៉ាងណាដែរដែលល្អសម្រាប់អ្នកតាមរយៈការស្វែងរកអ្វីដែលអ្នកមានស្រាប់និងបោះចោលអ្វីដែលមិនត្រូវការអ្នកបានបោះជំហានទី1ទៅកាន់ការបង្កើតកន្លែងជំរុញចិត្តដើម្បីចម្អិនអាហាររបស់អ្នកមិនត្រូវការរបស់ច្រើនឬអ្វីពិសេសសម្រាប់ផ្ទះបាយនិងការចម្អិនអាហារឆ្ងាញ់ទេសាមញ្ញចាប់ផ្ដើមពីកាំបិតជ្រុញឬកន្លែងលាងបន្លែខ្ទះឬចៀនទៅវាគ្រប់គ្រាន់ហើយពេលដែលអ្នកកាន់តែមានទំនុកចិត្តនិងជំនាញចម្អិនអាហារហើយអ្នកនឹងបន្ថែមឧបករណ៍បន្ថែមទៀតទៅក្នុងផ្ទះបាយបន្ទាប់មកចូលទៅបន្ទប់ដាក់គ្រឿងទេសហើយជំនួសអាហារកែច្នៃដោយអាហារដែលសម្បូរជីវជាតិមានគ្រាប់ធញ្ញជាតិនិងគ្រឿងទេសឆ្ងាញ់សាមានប្រេងចម្អិនច្រើនមុខដូចជាប្រេងអូលីវប៊ឺនិងប្រេងដូងហើយត្រូវប្រាកដថាចម្អិនដោយកម្ដៅទាបហើយសារធាតុចិញ្ចឹមត្រូវបានរក្សានិងមាននៅក្នុងប្រេងចុងក្រោយវាគឺជារឿងសំខាន់នៅក្នុងការព្យាយាមនិងរៀបចំផែនការអាហាររបស់អ្នកជាមុននោះក៏ព្រោះតែពេលខ្លះមានការធ្លាក់ទឹកចិត្តដូច្នេះព្យាយាមចម្អិនអាហារធំមួយដើម្បីញ៉ាំក្នុងរយៈពេល 2-3 ថ្ងៃហើយត្រូវចាំថាគ្រាន់តែរកមើលជម្រើសដែលមានសុខភាពល្អទៅបានហើយដំណើរការនេះកើតឡើងយឺតនៅពេលដែលអ្នកបានកំណត់ខ្លួនឯងដើម្បីជោគជ័យអ្វីដែលអ្នកត្រូវការពិតប្រាកដនោះគឺឆន្ទៈនៅក្នុងការបដិញ្ញាចិត្តដូច្នេះសូមកុំភ្លេចឲ្យសោះចំពោះ6ចំណុចដោយយកឈ្នះជំងឺបាក់ទឹកចិត្តដោយការញ៉ាំអាហារគឺវាមានទី1អាហារអាចជួយទប់ទល់នឹងជំងឺបាក់ទឹកចិត្តទី2ការផ្លាស់ប្ដូររបៀបរស់នៅជួយឲ្យខួរក្បាលអ្នកលូតលាស់ទី3ក្រពះពោះវៀនល្អគឺល្អសម្រាប់ផ្លូវចិត្តដូចគ្នាទី4រកអាហារដែលអ្នករីករាយនៅក្នុងការញ៉ាំទី5វិធីដែលត្រូវជាមួយនឹងអ្នកគឺជាវិធីដែលល្អបំផុតទី6រៀបចំផ្ទះបាយរបស់អ្នកដើម្បីកំណត់ភាពជោគជ័យយកឈ្នះទៅលើជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភនេះគឺជា6ចំណុចនៅក្នុងការសាកល្បងយកឈ្នះជំងឺនេះសង្ឃឹមថាប្រិយមិត្តអាចសាកល្បងហើយនឹងទទួលបានជោគជ័យទាំងអស់គ្នា